ញម្ដងរៀបបងស្ទើរស្វំស្មារតីចង់ថ្នាក់អមហើយរស់ស្រីឲ្យតែចិន្តាបើញញឹមស្រស់ម្លឹងតាឲ្យរៀមខាងលេចបានជីវ៉ាសាច់ផ្ទាល់ទាំងសងមកប្រងគួរឲ្យស្នេហារស់លើលោកាហើយពូធ្វើបានខ្លាំងហើយពីមុនមិនទេពីមុនចាំបាត់ចាលោកបានពេលលោកបានហើយធ្វើបាត់ចិនច្រណែនប្រកាន់ប្រពីមុនអត់បានអញ្ចឹងយើងខ្លាំងគេហៅថាខ្លាំងរាយអត់មានទំនុកចិត្តទេដល់ពេលបានខ្លាំងដល់ទៅដាក់ចិត្តខាងចឹងចឹងជួងមិនក៏ដោយក៏យើងមានខ្លាំងនឹងកម្មសិទ្ធិរបស់យើងហើយទំហំក្បាលដីរបស់យើងអត់មានផាតនាដែរចាសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតំណាងឲ្យខេត្តកំពង់ស្ពឺនេះទាំងមូលខ្ញុំសូមអរគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំយ៉ាងច្បាស់គូចំហច្បាស់លាស់របស់ថ្នាក់ដឹកនាំចាសូមអរគុណដល់សិស្សនិយាយចាអរគុណច្រើនយ៉ាងសូមថ្លែងអំណរគុណរដ្ឋាភិបាលបានចែកប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនមកមានលេងបាក់ទៀតហើយខ្លាចយកដីមុនអត់មានបានកម្មសិទ្ធិខ្លួនឯងខ្លាចដែរខ្លាចអើយគេយកដីចិត្តខាងហ្នឹងទៅគេធ្វើលបងចូលឬក៏ចេញយកមកខាងទៀតតែឥឡូវអត់ទេឥឡូវឡើងខ្លាចតែមានប្លង់កម្មសិទ្ធិខ្លួនឯងហើយត្រូវការលក់ដូរអីក៏ស្រួលដែរអត់ពាក់ព័ន្ធមួយណាគេទេក្រុមការងារនេះគាត់ធ្វើការល្អគាត់មានបញ្ហាអីទេហើយក្រុមចាញ់ក៏ស្រួលដែរប្រួយក៏ដាក់តាមក្បាលដីយើងស្រួលរគាត់ហុចតែបានគាត់ខៀវឲ្យគាត់រកឲ្យយើងទេពីមុនវាអត់សុបាយចិត្តព្រោះដីរបស់យើងនឹងដូចជាវាអត់ជាកម្មសិទ្ធិរបស់យើងចឹងណាហើយវាជាกระดาษសមួយយើងយកទៅណាដូចថាគេអត់ទៅមានតម្លៃដូចអានេះហើយមានតម្លៃហ្មងមានតម្លៃថាចង់និយាយថាយើងខ្វះចំបាត់ក្នុងការរស់ស៊ីអីយើងអាចយកទៅដាក់បានដាក់នាគីអីបានចឹងណាបងហើយមានតម្លៃចង់និយាយថាជាទ្រព្យមួយពេញសិទ្ធិរបស់យើងហ្មងមានណាគេលួចរបស់យើងបានដល់ពេលយើងអត់មានន័យថាមិនពេលខ្លះអ្នកគៀនខាងអីគេរំកិលអីចឹងទៅវាបាត់ព្រំបាត់អីដល់ពេលនេះវាពេលដែលបាត់ព្រំយើងហៅក្រុមការងារមកចុចមកពោះអីគ្រប់ជ្រុងទៅបោះយើងដដែលចង់និយាយចឹងណាបាត់ទៅណាខ្ញុំមានទៅខ្ញុំខ្លាញ់ខ្លាញ់ដល់គុណដល់រាជរដ្ឋាភិបាលដែលគាត់បានធ្វើបានឲ្យដោយអត់មានអស់មកកាក់ម៉ាស៊ីនហ្មងនេះគាត់ពេលគាត់ជួយចឹងគាត់ត្រេកអរច្រើនណាស់ហើយមានន័យថាគាត់ត្រូវការចាំបាច់ប្រើការណាមួយអីចឹងគាត់គឺថាមានតម្លៃណាពេលយើងខ្វះខាតអីយើងយកទៅដាក់ធនាគារអីយើងយកមករកស៊ីបានចឹងនិយាយចាញញឹមស្រស់ស្រាយវិញម្ល៉េះទេស្រស់ដូចដួងខែដែលរះស្ដីញញឹមម្ដងរៀបបងស្ទើរស្វំស្មារតីចង់ថ្នាក់មុនវាបាក់ត្រង់កន្លែងយើងអត់មានប្លង់មានអីត្រឹមត្រូវឥឡូវវាមានបាយពីមុនវាដូចថាអត់បានប្លង់អញ្ចឹងថាវាអត់ទៅទំនុកចិត្តអញ្ចឹងពេលបានលើបាយចិត្តយើងអត់ទាន់មានប្លង់កម្មសិទ្ធិអញ្ចឹងតែបារម្ភអញ្ចឹងណាតែឥឡូវយើងបានហើយលែងបារម្ភហើយយើងចាស់ផ្ទាល់មែនតើហើយអរគុណដល់រដ្ឋាភិបាលខំធ្វើប្លង់ឲ្យពួកយើងឲ្យជឿជាក់ថាពិតជាដីរបស់យើងទៅប្រកបអញ្ចឹងណាចាអត់មានណាយកបានទៀតទេតែបានប្លង់ប៉ុណ្ណេះហើយរបស់យើងហើយយើងប្លង់ទៅហ្នឹងតែអត់លុយហ្នឹងផ្ទះហ្នឹងតែអត់លុយមានដាក់ធនាគារសបាយអូអរគុណដល់ដាច់ហើយដែលបានធ្វើប្លង់ឲ្យខ្ញុំសូមអូនអាលឹមជីវិតខ្លោចសាគង់គួយគួរតែជាប់ស្នេ